សួស្តីអ្នកនរគ្នាកាលពីវីដេអូមុនយើងបានរៀនតទៅជាមួយនឹងរបៀបនៅក្នុងការប្រើប្រាស់ stop loss ជាមួយនឹង take profit នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតទៅជាមួយនឹង trade នៅក្នុងការ trade ទៅលើមាសជាមួយនឹងប្រើប្រាស់ stop loss អូខេអញ្ចឹងដូចយើងបានឃើញនៅខាងក្នុងរូបយើងឃើញថាទីផ្សារមានការកើនឡើងហើយចុះបន្តិចឡើងខ្លាំងចុះបន្តិចឡើងខ្លាំងដល់តំបន់មួយចាប់ដើមរៀងឡើងចុះឡើងចុះឡើងចុះហើយចុះមកខាងក្រោមនៅពេលដែលវាឡើងខ្លាំងបែបហ្នឹងអាហ្នឹងគេហៅថា trend up គឺជាលំហូរមួយដែលទីផ្សារមានការឡើងខ្លាំងចុះតិចឡើងខ្លាំងចុះតិចមូលហេតុអីកំឡុងពេលហ្នឹងគឺជាកំឡុងពេលមួយដែលមានអ្នកទិញមាសច្រើនអញ្ចឹងនៅពេលដែលមានអ្នកទិញច្រើនទីផ្សារចាប់ដើមកើនឡើងខ្លាំងវាដូចជាការទាញព្រ័ត្រអញ្ចឹងនៅពេលដែលបានជាហៀងខ្លាំងជាងវាឡើងលើនៅពេលដែលដល់តំបន់មួយអ្នកទិញអ្នកលក់ហ្នឹងប្រហាក់ប្រហែលគ្នាមានន័យថាទិញក៏អញ្ចឹង sell ក៏អញ្ចឹងប្រហែលគ្នាណាអញ្ចឹងទីផ្សារហ្នឹងចាប់ដើមឡើងចុះឡើងចុះឡើងចុះរហូតដល់ចូលដល់ពេលមួយដែលមានអ្នកលក់ច្រើនជាងទីផ្សារចាប់ដើមចុះមកតែម្ដងអាហ្នឹងហើយកន្លែងនេះកន្លែងមួយដែលទីផ្សារប្រហាក់ប្រហែលគ្នាអាហ្នឹងគេហៅថា sideways នៅរូបបន្ទាប់នេះ sideways គឺបែបហ្នឹងគឺជាទីផ្សារមួយដែលទីផ្សារលក្ខណៈថាការទាញព្រ័ត្រប្រហាក់ប្រហែលគ្នាអញ្ចឹងទាញទៅទាញមកតម្លៃដដែលទៅឡើងចុះ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 អាហ្នឹងគេហៅថា sideways សម្រាប់ទីផ្សារមាសខ្ញុំតែងតែឃើញនៅពេលដែលវា sideways បែបហ្នឹងណាអ្នកទាំងអស់គ្នាមកមើលបន្ទាប់ឲ្យតែពេលណាដែលវា sideways នៅពេលដែលវាបែកទៅខាងណាទៅលើក៏ទៅលើខ្លាំងតែម្ដងទៅក្រោមខ្លាំងតែម្ដងដូចនៅក្នុងរូបហ្នឹងអញ្ចឹងតំបន់ដែលខ្ញុំគូប្រអប់ហ្នឹងគឺជាតំបន់ sideways អញ្ចឹងទីផ្សារមាសនេះកំពុងតែស្ថិតនៅក្នុង trend up លំហូរឡើងអញ្ចឹងបើសិនជានៅក្នុងលំហូរឡើងអញ្ចឹងបើសិនជាយើងធ្វើការ sell ណាយើងអាចនឹងចំណេញតិចតួចប៉ុន្តែបើសិនជាយើងមិនបានបិទតន់គឺអាចនឹងខាតច្រើនតែម្ដងប៉ុន្តែបើសិនជាធ្វើការទិញវិញអ្នកនរគ្នាទិញចំតំបន់នេះឡើងចំណេញតែម្ដងទិញចំតំបន់នេះខាតតិចតួចឡើងនៅចំណេញតែម្ដងអញ្ចឹងណាប៉ុន្តែយើងអត់ចង់ជាប់ hold ខាតយូរអញ្ចឹងទេយើងចង់ថាចូលចំណេញហើយបើខាតតិចតិចបានហើយអញ្ចឹងខ្ញុំមានយុទ្ធសាស្ត្រមួយខ្ញុំឃើញថាទីផ្សារមាសឲ្យតែពេលណាវា sideways ឲ្យតែ break ចេញពីតំបន់ sideways ហ្នឹងទៅខ្លាំងតែម្ដងហើយបើសិនជាវា break ទៅក្រោមអាចនឹងទៅក្រោមខ្លាំង break ទៅលើអាចនឹងទៅលើខ្លាំងប៉ុន្តែដោយសារលំហូរនេះជាលំហូរឡើងអញ្ចឹងបើសិនជាយើងទិញយើងអាចនឹងចំណេញច្រើនប៉ុន្តែបើសិនជាយើងលក់យើងអាចនឹងមិនសូវជាចំណេញច្រើនហ្មងតែប្រឈមនឹងការខាត់ច្រើនវិញអញ្ចឹងខ្ញុំគិតថាបើសិនជាលំហូរឡើងខ្ញុំធ្វើទៅមុខបានហើយទិញហើយបើសិនជាលំហូរចុះយើងធ្វើទៅមុខបានហើយលក់អញ្ចឹងយើងទិញលក់នៅពេលណានៅពេលដែលវា sideways អញ្ចឹងនៅពេលដែលវា sideways អញ្ចឹងទីផ្សារបែកចេញទៅខាងលើបែបហ្នឹងខ្ញុំនឹងធ្វើការទិញហើយចុះសួរថាទិញចំណេញអូខេហើយចុះបើទិញហើយសារទីផ្សារបុកមកខាងក្រោមដោយសារមានព័ត៌មានឬក៏ព្រឹត្តិការណ៍ផ្សេងធ្វើយើងខាត់ច្រើនទៅមិនធ្វើគណនេយ្យរបស់យើងខាត់លុយទៅដែរអញ្ចឹងយើងអាច set stop loss ចូលឬហៅកាត់ថា SL ហ្នឹងបញ្ចប់ការខាតអញ្ចឹងបើសិនយើងធ្វើការទិញនៅពេលដែលបាយចេញពីប្រអប់ខាងលើហ្នឹងយើងដាក់ stop loss នៅផ្ទៃខាងក្រោមនេះផ្ទៃខាងក្រោមប្រអប់អញ្ចឹងបើសិនជាខាតគឺយើងខាតតិចមែនតើតែបើចំណេញគឺយើងចំណេញច្រើនអញ្ចឹងដូចខ្ញុំបានគូប្រអប់ទុកដើម្បីងាយមើលអញ្ចឹងណាបាយចេញពីប្រអប់ធ្វើការទិញចំណេញបាយចេញពីប្រអប់ធ្វើការទិញចំណេញបាយចេញពីប្រអប់ធ្វើការទិញចំណេញប៉ុន្តែបើសិនជាបាយចេញពីប្រអប់ធ្វើការទិញហើយស្រាប់តែទីផ្សារហ្នឹងមានការប្រែប្រួលដោយសារមកព័ត៌មានឬក៏មានព្រឹត្តិការណ៍ផ្សេងបុកចូលមកផឹប$50 $60អញ្ចឹងទៅក៏យើងអត់ខាតច្រើនដែរយើងខាតត្រឹមតែបន្តិចបន្តួចក្នុងប្រអប់ហ្នឹងតែប៉ុណ្ណោះអូខេអញ្ចឹងយើងទៅមើលនៅពេលដែលលំហូរទីផ្សារចុះវិញដូចកន្លែងនេះអញ្ចឹងនេះនៅពេលដែលទីផ្សារ sideways ចុះមានការធ្លាមខាងក្រោមមកខាងក្រោមខ្លាំងតែយើងគូប្រអប់ខាងមុខនេះអញ្ចឹងអូខេយើងឃើញនេះនៅពេលដែលវា sideways អញ្ចឹងនៅពេលដែលវាបែកចេញពីប្រអប់ហ្នឹងមកបែកពីតំបន់ sideways ណាបើវាធ្លាទៅខាងលើអាចទៅខាងលើខ្លាំងបើសិនធ្លាទៅខាងក្រោមអាចទៅខាងក្រោមខ្លាំងប៉ុន្តែលំហូរនេះគឺជា trend down ជាទីផ្សារមួយដែលទីផ្សារកំពុងតែចុះខ្លាំងអញ្ចឹងបើសិនជាយើង sell យើងអាចនឹងមានឱកាសចំណេញច្រើនតែបើសិនយើងបាយយើងចំណេញតិចមែនតើអញ្ចឹងកន្លែងហ្នឹងនៅពេលដែលវាបាយចេញពីតំបន់ហ្នឹងធ្វើការ sell មកដាក់ stop loss ខាងលើហ្នឹងបន្តិចបន្តួចបានហើយ